ជំរាបសួរលោកវិជ្ជាបណ្ឌិតចាថាអ្វីទៅដែលហៅថាជំងឺគ្រុនផ្ដាសាយធំនោះណាបានជំងឺគ្រុនផ្ដាសាយធំប្រហែលថា grippe គឺជាជំងឺឆ្លងមួយយ៉ាងដែលបណ្ដាលមកពី virus នេះជាក្រុម virus មួយហៅថា myxovirus ក្នុង virus ហ្នឹងបើយើងចែកជាក្រុមទៅទៀតវាមាន3យ៉ាងគឺថា virus A virus B virus C ហើយជំងឺផ្ដាសាយធំហ្នឹងយើងអាចថាជាជំងឺស្រាលក៏បានជាជំងឺធ្ងន់ក៏បានហេតុអ្វីទៅចាព្រោះគឺថាបើសិនណាតកតងទៅមនុស្សដែលមានសុខភាពមុនជំងឺនេះវាអាចជាក្នុងរយៈពេល7ថ្ងៃទៅ10ថ្ងៃដោយមិនបាច់ប្រើថ្នាំប៉ុន្តែផ្ទុយទៅវិញបើជំងឺនេះតកតងទៅនឹងមនុស្សចាស់ជរាឬក៏មនុស្សទ្រុឌទ្រោមឬមួយក៏មនុស្សដែលមានជំងឺបេះដូងជំងឺសួតជំងឺផ្ដាសាយធំនេះអាចធ្វើឲ្យស្លាប់ក៏មានដែរបាទចាដូច្នេះបានសេចក្តីថាជំងឺនេះក៏ពេលខ្លះក៏វាមានគ្រោះថ្នាក់ខ្លាំងដែរចំពោះសុខភាពជំងឺផ្ដាសាយធំនេះអាចធ្វើឲ្យខូចសុខភាពយើងបាទវាអាចធ្វើឲ្យឈឺបេះដូងធ្វើឲ្យអាចឈឺសួតឬមួយទៀតក៏អាចធ្វើឲ្យរលាកសោមខួរក្បាលក៏មានបាទចាអាការៈនៃការឈឺជំងឺផ្ដាសាយនេះវាមានភាពប្លែកពីគ្នាអានេះគឺដោយសារតែមូលហេតុអ្វីទៅចាបានជាអ្នកខ្លះទៅជាឈឺបំពង់កអ្នកខ្លះទៀតក្អកអ្នកខ្លះទៀតហៀសម្បោរតឹងច្រមុះអ្នកខ្លះឈឺក្បាលហេតុអ្វីបានជាមានលក្ខណៈខុសគ្នាបែបនេះចាបានជំងឺគ្រុនផ្ដាសាយធំហ្នឹងដូចខ្ញុំបានជម្រាបហើយគឺថាបណ្ដាលមកពី virus មួយយ៉ាងហៅថា myxovirus ហើយក្នុង myxovirus នោះទៀតវាមានចែកជា3ក្រុមទៅទៀតvirus A virus B និង C ហើយក្នុងហ្នឹងគេថា A ហ្នឹងគេថាធ្ងន់ជាងគេ B មិនទាប់មិនសមហើយ C មិនសូវជាធ្ងន់ប្រហែលទេហើយក្នុងជំងឺផ្ដាសាយធំគឺថារបៀបឆ្លងវាគឺថាឆ្លងតាមការដកដង្ហើមការទឹកមាត់ឬមួយក៏ពេលណាអ្នកជំងឺក្អកឬមួយក៏កណ្ដាស់អីទៅអ្នកនៅទល់មុខហ្នឹងគឺថាឆ្លងក្នុងរយៈពេល24ម៉ោងទៅ48ម៉ោងម្នាក់ទៀតគឺឆ្លងព្រាមបាទឆ្លងគឺថាទី1គឺថាដូចដឹងស្រាប់ហើយទាំងអស់គ្នាធ្លាប់ឈឺគឺថាជ្រាវស្រាញស្គរសកាញ់ក្តៅខ្លួនឈឺក្បាលវិលមុខសីតុណ្ហភាពចាប់ឡើង38 39គឺណាហើយឈឺជុកចាប់ពេញដៃជើងសាច់ដុំសន្លាក់ដៃស្លាក់ជើងឈឺជុកចាប់គ្រប់កន្លែងបាទហ្នឹងហៅថា form commune de la grippe គឺថាទាំងអស់គ្នាគឺថាឈឺភាគច្រើនអញ្ចឹងក៏ប៉ុន្តែមានពេលខ្លះទៀតជំងឺផ្ដាសាយធំហ្នឹងវាធ្វើហៅថាធ្វើឲ្យមាន complication បានស្អីថាពេលដែលវាយើងមាន virus នឹងចូលទៅក្នុងខ្លួនយើងហើយសុខភាពយើងវាទន់ខ្សោយហើយពេលនោះគឺថាមានបាក់តេរីឬមួយមេរោគផ្សេងទៀតវាជ្រៀតចូលជាមួយគ្នាពេលខ្លះគឺថាដោយមាន staphylococcus វាចូលទៅធ្វើឲ្យវាទៅទុំនៅបំពង់កយើងធ្វើឲ្យយើងអាលាកបំពង់កខ្លាំងណាអាហ្នឹងធ្វើឲ្យឈឺបំពង់កខ្លាំងហើយគ្រុនក្តៅវាកាន់តែខ្លាំងដូច្នេះគឺថាមានសញ្ញារោគខ្លះវាខុសគ្នាកន្លែងហ្នឹងបាទចាចុះហេតុអ្វីបានជាគេគ្រប់គ្នាហើយគេខ្លាចអាកាសធាតុត្រជាក់ណាគេថាំងកុំទៅប៉ះត្រជាក់ខ្លាចជំងឺផ្ដាសាយតើអាភាពត្រជាក់ហ្នឹងមានមេរោគឬក៏យ៉ាងម៉េចបានបាទក្នុងធាតុត្រជាក់ហ្នឹងវាគ្មានមេរោគអីទេក៏ប៉ុន្តែគឺថា virus របស់ផ្ដាសាយធំហ្នឹងវារីកចម្រើនខ្លួនវាគុណនឹង10គុណ20ពេលណាសីតុណ្ហភាពវាចុះក្រោម10អង្សាណាចាប់ពី10អង្សាចុះទៅរហូតដល់0អង្សាក្រោម0អង្សាគឺថាចន្លោះពេលហ្នឹងហើយដែល virus ហ្នឹងវាមានខ្លួនវាច្រើនណាស់បាទវាគុណនឹង10គុណនឹង20បាទពេលហ្នឹងគឺថាយើងឆ្លងងាយស្រួលបំផុតដូច្នេះគេត្រូវប្រយ័ត្នចន្លោះខែ10ទៅខែ2ឬខែ3ពីខែតុលាទៅខែកុម្ភៈចន្លោះហ្នឹងហើយដែលសីតុណ្ហភាពវាចុះក្រោម10អង្សាហើយ virus មានច្រើនសន្ធឹកសន្ធាប់នៅក្នុងខ្យល់ក្នុងការដកដង្ហើមវាអាចឆ្លងភ្លាមបាទចាដូច្នេះហើយបានជាថាករណីជំងឺគ្រុនផ្ដាសាយធំនេះមិនសូវកើតមាននៅស្រុកខ្មែរយើងទេពីព្រោះថាយើងមានអាកាសធាតុក្តៅជាងបាទអាកាសធាតុក្តៅគឺថា virus នឹងអត់រស់បានទេបាទចាចុះតើនៅក្នុងករណីណាខ្លះទៅដែលគេចាប់ផ្ដើមប្រើថ្នាំផ្លាស់ជាបាលជំងឺគ្រុនផ្ដាសាយធំនេះចាបាទដូចខ្ញុំបានជម្រាបហើយគឺថាជំងឺផ្ដាសាយធំនេះពេលណាវាមាន complication គឺថាមានមីក្រូបផ្សេងទៀតឬមួយបាក់តេរីផ្សេងទៀតដូចជា Staphylococcus ឬ Pneumococcus ឬ Influenza វាចូលទៅធ្វើឲ្យយើងហើមសួតធ្វើឲ្យយើងរលាកដងសួតធ្វើឲ្យសួតយើងហើមកាន់តែខ្លាំងឬមួយមិនចឹងទេធ្វើឲ្យយើងឈឺស្រោមសរសៃខួរក្បាលឬមួយរលាកបេះដូងគឺថាពេលនោះហើយយើងត្រូវតែឲ្យអង់ទីប៊ីយោទិកបើមិនចឹងទេវាអត់ជាទេពីព្រោះអីវាមានមេរោគផ្សេងទៀតលើសពីមេរោគរបស់
គ្រុនផ្ដាសាយនឹងបាទ ចាឥឡូវនេះនាងខ្ញុំសូមងាកមកនិយាយអំពីបញ្ហាចាក់ថ្នាំការពារជំងឺគ្រុនផ្ដាសាយវិញម្ដងពីព្រោះថានៅប្រទេសជឿនឿននិយាយចំគឺនៅប្រទេសបារាំងនេះគេតែងតែណែនាំឲ្យមនុស្សចាក់ថ្នាំការពារជំងឺគ្រុនផ្ដាសាយជារៀងរាល់ឆ្នាំតើថ្នាំនេះមានប្រសិទ្ធភាពយ៉ាងណាដែរទៅចា បាទវ៉ាក់សាំងអង់ទីហ្គ្រីបហ្នឹងគឺថាយើងត្រូវចាប់ចាក់តាំងពីខែ10ឬមួយខែ9ទៅ9ឬ10រហូតដល់ខែ12ព្រោះអីគណៈយើងចាក់ហើយគឺថាគោលបំណងធំបំផុតគឺចាក់វ៉ាក់សាំងគឺថាបញ្ចូលវីរុសទៅក្នុងខ្លួនយើងប៉ុន្តែវីរុសហ្នឹងវាអត់មានប្រសិទ្ធភាពទេវាអត់មានឥទ្ធិពលអីទាំងអស់គាត់ធ្វើយ៉ាងណាឲ្យក្នុងខ្លួនយើងស្គាល់វីរុសហ្នឹងហើយខ្លួនយើងបានបង្កើនជាអង់ទីកមួយដើម្បីទប់ទល់នឹងវីរុសហ្នឹងពេលណាវីរុសមែនតើវាចូលមកប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពគឺថាពេលចាក់ថ្ងៃហ្នឹងគឺថា15ថ្ងៃក្រោយទើបយើងមានប្រសិទ្ធភាពល្អបានស្អីថាយើងអង់ទីកយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីការពារជំងឺនឹងបានហើយការពារមានប្រសិទ្ធភាពប៉ុន្តែมันអាចមានប្រសិទ្ធភាពរហូតដល់ 100% ទេព្រោះអីវីរុសហ្គ្រីបនេះវាថាគេរៀបចំឡើងគេដាក់តាវីរុសណាដែលខ្លាំងគេដឹងថាឆ្នាំហ្នឹងមានវីរុសអីឧមាថាឆ្នាំហ្នឹងមានវីរុស A មកគេដាក់វីរុស A ហ្នឹងទៅក៏ប៉ុន្តែពេលដែលយើងឆ្លងវាមិនមានតែវីរុស A ហ្នឹងទេយើងក៏វាមានវីរុសផ្សេងទៀតឃើញណាដូច្នេះអាការពារហ្នឹងឧបមាថាចាក់វីរុសទៅយើងអាចការពារបានសុខភាពយើងមិនឲ្យឆ្លងវីរុស 100% បាន 90% ឧបមាក៏ប៉ុន្តែ 10% ទៀតយើងមិនអាចការពារបានទាំងអស់ហើយហេតុដូច្នេះហើយបើសិនជានាងខ្ញុំសរុបសេចក្តីមកបានជាគេតែងតែណែនាំឲ្យចាក់ថ្នាំការពារជារៀងរាល់ឆ្នាំពីព្រោះធម្មតាថ្នាំការពារផ្សេងទៀតយើងចាក់តែម្ដងគឺអាចគ្រប់គ្រាន់ឬក៏ពីរដងប៉ុន្តែថ្នាំវ៉ាក់សាំងការពារនេះគឺត្រូវតែចាក់រាល់ឆ្នាំទើបមានប្រសិទ្ធភាពបានរាល់ឆ្នាំព្រោះអីនៅវីរុសពីមួយឆ្នាំទៅមួយឆ្នាំខុសគ្នាហើយវីរុសគ្រុនផ្ដាសាយធំហ្នឹងគឺថាការពារចាក់ម្ដងការពារបានតែ6ខែទៅមួយឆ្នាំគឺថា maximum អត់បានលើសហ្នឹងទេបាទចាចុះតើថ្នាំវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយនេះមានប្រសិទ្ធភាពដែរឬទេសម្រាប់ប្រទេសកម្ពុជាយើងចាយើងនៅនោះមិនសូវត្រូវការព្រោះសីតុណ្ហភាពវាក្តៅដូចនេះយើងមិនបាច់ចាក់ក៏បានដែរចាដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណលោកវិជ្ជាមណ្ឌិតត្រឹមនេះហើយដែលអនុញ្ញាតឲ្យនាងខ្ញុំធ្វើបទសម្ភាសន៍នៅថ្ងៃនេះចាអរគុណច្រើនបាទអរគុណបាទចាជម្រាបលា